Bà số đây con ngọc này ngày ní mà chụp lồng hạt lại muối nơi lồng hạt tí pi cái này nè ruột ní cứ cái prap tây cái lá bên này prap áo thống bằng bay mai cái prap tây cái lá rồi hái cái rốt cầm pua nè rồi đón dương cái prap bát tối bát thống nâng cầm pua hái cái rốt tây cái lá tại lực ní ở đấy cái prap bát tối bát thống hái xoay rồi cầm pua mình hai nằm tây cái lá nè bát tối bát thống hai nằm tây cái lá xoay rồi cầm pua mìnhต่อเลยយើងតែមើលប៉ុន្តែមុននឹងយើងចូលទៅដល់ការវិភាគទៅលើលំហាត់ហ្នឹងយើងសរសេររូបមន្តសិនតេយ្យកលាចតុកោណគ្នាស្មើបាតតូចបូកបាតធំគុណនឹងកម្ពស់ចែកឲ្យ2ពេលនេះយើងមើលនេះផ្ទៃកលាហ្នឹងគឺ A ធំហ្នឹងគឺប្រាប់ហើយអញ្ចឹងអត់រកទៀតទេហើយបាតតូចបាតធំក៏គេប្រាប់ដែរអ្វីដែលគេចង់បានគឺកម្ពស់ស្មើប្រមាណណាអញ្ចឹងរបៀបក្នុងការទាញរោគណាអ្នកដែលបានរៀនការគណនារោគតម្លៃលេខនៃតួអក្សរយើងរៀនរួចហើយនេះគឺការថែមអង្គទាំងសងខាងស្មើគ្នាក៏បានប្រើវិធីលឿនមួយទៀតគឺបើសិនចំណុចចែកយើងបោះមកអង្គមកខាងទៀតទៅជាគុណអញ្ចឹង2គុណនឹង A អញ្ចឹងអ្វីខាងនោះនៅសល់អីគេនៅសល់ A បូក B គុណនឹងហាគុណនឹង H ណាគុណនឹងកម្ពស់យើងអត់ចង់បាន A និង B នឹងនៅនឹងទៀតទេយើងទុកតែកម្ពស់ទេអញ្ចឹងយើងមើល AB បាតតូចបាតធំហើយនឹងកម្ពស់វាគុណបោះមកអង្គមកខាងទៀតទៅជាអីគេទៅជាចែកក្នុងសភៅគេថាថែមអង្គបើថាវាគុណយើងថែមចែកមកនេះដូចតែគ្នាទេប៉ុន្តែកូនក្មេងត្រូវចំណាំកន្លែងហ្នឹងគឺដើម្បីងាយស្រួលក្នុងការយល់អញ្ចឹងយើងទៅសេមកមិន 2A ហ្នឹងមានន័យថា2គុណនឹង A ចែកឲ្យA តូចបូក B មានន័យចែកឲ្យបាតតូចបូកបាតធំស្មើនឹងកម្ពស់ឬក៏យើងទៅសេអញ្ចេះក៏បានដែរយើងសេថា H ស្មើ 2A ធំចែកឲ្យ A តូចបូក B អញ្ចឹងអាហ្នឹងជាមូលហេតុអញ្ចឹងកន្លែងនេះលោកគ្រូដាក់កាត់ហើយអញ្ចឹងគឺកម្ពស់ស្មើអញ្ចឹងទៅសេអ្វីដែលលោកគ្រូបានបកស្រាយមិញមក 2A ធំចែកឲ្យ A តូចបូក B មានន័យថាចុះលេខនឹងចូលទៅ A ធំគេប្រាប់ប្រមាណគឺប្រាប់8ម៉ែត្រការ៉េណាអញ្ចឹងសរសេរ8ម៉ែត្រការ៉េមករួចហើយបាតតូចគេប្រាប់ប្រមាណបាតតូចគេប្រាប់ចុះចូលមកបាតធំប្រាប់ប្រមាណចុះចូលមកបន្ទាប់មកយើងគណនាវាមក8 2ដង16ម៉ែត្រការ៉េនៅតែម៉ែត្រការ៉េចែកឲ្យបាតតូចបូកបាតធំបូកមក3បូក5គឺស្មើនឹង8អូខេហើយទៅសេមកនៅក្នុងនេះមេគុណលេខហ្នឹងយើងសម្រួលមកអញ្ចឹងយើងសម្រួលវាមកយើងឃើញចម្លើយហើយម៉ែត្រការ៉េហើយនឹងម៉ែត្រដល់ពេលយើងសម្រួលគឺនៅសល់ម៉ែត្រឯលើមួយអាក្រោមមកហើយណាអាហ្នឹងការសម្រួលຂະຫນាតអញ្ចឹងយើងឃើញប៉ុណ្ណឹងកម្ពស់របស់យើងគឺ2ម៉ែត្រអ្នកខ្លះទៀតគេអាចធ្វើតាមរបៀបមួយទៀតគឺគេជួសលេខចូលទៅតែម្ដងរួចហើយបានគេទាញរ